សូមអញ្ជើញបាសិកាគីកំលៀងបើចាលោកគ្រូជំរាបសួរចាសកម ចំ ន្ បើ តោ ទីដែលជាស្លាខាងដើម បនតកណានុប្រទានគម្រប់ខួប17ឆ្នាំឧទ្ទិសជូនលោកឧបាសកឆនគឹមហូនជាដំបូងខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំនៅគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពដល់ពងពោះរូបគ្មានក្នុងលោកខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះភិក្ខុលទ្ធធម្មោជាគឹមសានព្រះចាអធិការវត្តមានរតនារាមសូមក្រាបថ្វាយបង្គំធេរធរៈគ្រប់ព្រះអង្គសូមជម្រាបសួរលោកម្ចាស់គ្រូសានសុជាសូមជម្រាបសួរលោកចាលោកគណៈកម្មការបងស្រីអៀងចែមមីងហុចន្ទានិងអូនមុំដែលជាចុងភៅនិងពុទ្ធបរិស័ទក្នុងវត្តមនីរតនារាមនិងសូមជម្រាបសួរពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពថ្ងៃច័ន្ទ15រោចខែពិសាខឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី26ខែឧសភាឆ្នាំ2025ខ្ញុំកណានាងខ្ញុំឧបាសិកាខីកំលៀងព្រមទាំងកូនប្រុសឆនគឹមហូនិងកូនស្រីឆនលីនដានិងក្រុមគ្រួសាររបស់កូនទាំងពីរមានសទ្ធាជ្រះថ្លាប្រារព្ធធ្វើបុណ្យតកណានុប្រទានដើម្បីឧទ្ទិសកុសលជូនដល់លោកឧបាសកឆនគឹមហូនត្រូវជាស្វាមីរបស់កូនស្រីឆនលីនដាខ្ញុំដែលបានធ្វើការកិរិយាអស់ពេល16ឆ្នាំកន្លងទៅហើយលោកឧបាសកដូចលឿននេះចាស់ទៅបានធ្វើការកិរិយាអស់រយៈពេល17ឆ្នាំកន្លងទៅហើយជូនដល់លោកឪពុកខីប៊ុនតេងនិងអ្នកម្ដាយសានលួតនិងញាតិ7សន្តានលោកឪពុកក្មេកឆនគឹមហ៊ានអ្នកម្ដាយរៀមសុភ័ក្រនិងញាតិ7សន្តានញាតិ7សន្តានមួយអន្លើដល់ពុកការីជនញាតិក្នុងសង្សារវត្តទាំងអស់ក្នុងកម្មវិធីបុណ្យនេះខ្ញុំកណានាងខ្ញុំនិងកូនចៅប្រុសស្រីទាំងឡាយសូមថ្វាយទានចំពោះព្រះសង្ឃដែលមានព្រះសម្មាសម្ពុទ្ធអង្គជាប្រធានក្នុងវត្តមនីរតនារាមខ្ញុំសូមអរគុណចំពោះសពរស់ជននិងបងប្អូនក្នុងក្រុមពិភាក្សាព្រះអភិធម្មដែលមានសទ្ធាជ្រះថ្លាបានចូលរួមជាធម្មទានបុណ្យតកណានុប្រទាននេះប្រាក់ខ្ញុំកណាផ្ទាល់និងប្រាក់ចំណូលរបស់សពរស់ជននឹងចាត់ចែងប្រគិនចង្ហាន់ព្រះសង្ឃបវរណាព្រះសង្ឃបច្ច័យ4សម្រាប់ព្រះសង្ឃអាពាហ៍សម្រាប់គ្រូបង្រៀនសុភារៈប្រើប្រាស់សម្រាប់ព្រះសង្ឃសុភារៈប្រើប្រាស់ក្នុងប្រទុំចេតិយជូនដល់បងប្អូនចុងភៅដល់បងប្អូននឹងរៀបចំកម្មវិធីបុណ្យជូនដល់បងប្អូនលាងចានថ្លៃទឹកភ្លើងប្រើប្រាស់វត្តនិងជូនដល់មាមីងបងប្អូនក្មួយដែលដើរសុំទានគណៈសូមចាត់ចែងគណៈបវរណាលោកម្ចាស់លទ្ធធម្មជាកំសាន្ត$100លោកម្ចាស់ឡនសាឡុង$50ព្រះអង្គគ្រូយុនយី$50លោកចាស់គ្រូសានសុជា$100លោកម្ចាស់ម៉ាន់សុភាព$50លោកម្ចាស់ម៉ៅមី$50និងប្រគេនព្រះសង្ឃមួយអង្គ$10 60អង្គ640ថ្លៃចង្ហាន់និងផ្កាប្រើប្រាស់សរុប900និងប្រគេនភ្លើង$100ទឹក$100ព្រះសង្ឃអាពាហ៍$100គ្រូបង្រៀន$100ហើយនឹងប្រាក់កាសលទាំងប្រមាណសូមមីងជួយចាត់ចែងដល់អូនចុងភៅជូនដល់លោកចានិងចុងភៅជូនដល់លោកចានិងជូនដល់បងប្អូនដែលជួយរៀបចំក្នុងពិធីបុណ្យនេះហើយនឹងជួយដល់អ្នកសុំទានសូមអនុមោទនាសូមទោសមិនបានប្រកាសឈ្មោះរបស់សពរជនដែលបានចូលរួមធម្មទានដោយអំណាចនៃមហាកុសលទាននេះសូមព្រះចៅអធិការលទ្ធធម្មជាគឹមសានមួយអន្លើដោយព្រះសង្ឃគ្រប់ព្រះអង្គលោកម្ចាស់គ្រូសានសុជាព្រមទាំងកូនចៅប្រុសស្រីញាតិមិត្តទាំងឡាយរបស់នាងខ្ញុំនិងពុទ្ធបរិស័ទចិនឆ្ងាយគ្រប់វិជ្ជាឋានទាំងអស់ទទួលអនុមោទនានៅមហាពុញ្ញកិរិយានេះតាមកម្លាំងសទ្ធានិងបញ្ញារៀងៗខ្លួនមិនតែប៉ុណ្ណោះក៏សូមឲ្យបានជាបច្ច័យនៃសមាទិដ្ឋិរួចផុតចាកទុក្ខកំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនាអត់លឿនចាស់គ្រូទៀតបាទអរគុណសាធុកណាដើម្បីជាធម្មសប្បាយបើនៅក្នុងកម្មវិធីបុណ្យតកណានុប្រទានបើទិកសលជូនឧបាសកឆនគឹមហូននៅថ្ងៃនេះបើសូមគោរពអញ្ជើញទាំងឧបាសិកាចាស់ទាននិងកូនចៅប្រុសស្រីទាំងពុទ្ធបរិស័ទក្នុងទីនេះបានស្ដាប់នៅធម្មកថាដែលសម្ដែងដោយព្រះដេចប្រគុណព្រះចៅអធិការនិងឧត្តមប្រឹក្សា
នៃវត្តមនីតនារាមនៅក្នុងឱកាសនេះបើដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាគ្រប់គ្នាសូមអនុមោទនា សូមអនុមោទនីដែលជាធម្មសូមនមស្ការថ្វាយបង្គំប្រទេសដៃចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសពកាលទាំងពួងសូមនមស្ការថ្វាយបង្គំចំពោះលោកចាស់ប្រធានជោតាមនសុភាពនិងគ្រូសូត្រស្ដាមនៃវត្តមនីរតនារាមដោយសេចក្តីគោរពជ្រះថ្លាបង្គំពោះលោកម្ចាស់ជាថេរៈគ្រប់ព្រះអង្គនឹងធ្វើការរាប់អានពោះលោកអ្នកដ៏មានអាយុគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមានក្នុងឧបដ្ឋានសាលានេះសម្រាប់ពរចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក៏មានញោមម្ចាស់គណៈកម្មការពុទ្ធបរិស័ទជាច្រើនក៏ដែលបានអញ្ជើញចូលរួមថ្ងៃនេះច្រើនហើយខ្ញុំបានអញ្ជើញជាពិសេសសូមបានពរញោមបាសិកាគីកំលៀងហើយមួយចំណែកសូមចម្រើនពរលោកគ្រូក៏ដែលលោកគ្រូមានវត្តមានដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីថ្ងៃនេះនៅក្នុងកម្មវិធីបន់តេអនុបទានដែលញោមបាសិកាគីកំលៀងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំគឺឆ្នាំនេះគឺគម្រប់ខួប17ឆ្នាំទិសកសលជួនដល់បាសកឆនកំហួនដែលត្រូវជាស្វាមីត្រូវជាឪពុកត្រូវជាជីតាដែលបានមរណទៅហើយក៏ជាកិច្ចតេខេទានទិសកសលជូនដល់បាសកឆនកំហួនហ្នឹងគឺជាប្រកដីក្នុងវត្តមនីរតនារាមក៏ញោមបាសិកាគីកំលៀងហ្នឹងតែងតែខ្នះខ្នែងចាត់ចែងបូជាទាំងចង្ហាន់ក្តីទាំងបច្ច័យ4សម្រាប់ប្រសង់ប្រើប្រាស់ក្នុងវត្តមនីរតនារាមហ្នឹងក៏ជាសេចក្តីជ្រះថ្លាយ៉ាងថ្លៃលែងក៏ចំពោះញោមបាសិកាគីកំលៀងខ្ញុំកណាអាត្មាភាពតំណាងប្រសង់នៅទីនេះក៏សូមត្រេកអរបុណ្យបញ្ញោបាសិកាគីកំលៀងពីចម្ងាយក៏សូមអនុមោទនីចឹងក្នុងពេលព្រឹកនេះក៏កម្មវិធីដើម្បីយ៉ាងសេចក្តីជ្រះថ្លានៅក្នុងកម្មវិធីបន់ក៏មានជាធម្មទានសម្រាប់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយបែកចិត្តញោមមករយៈញាតិញោមសុខសប្បាយខ្ញុំណាមើលមុខញាតិញោមនៅតែក្មេងណាស្រស់ឲ្យញោមមកណាបែកគ្នាខាងជួបមុខគ្នាណាបងណាប៉ុន្តែដោយអំណាចនៃព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដែលញាតិញោមបានអញ្ជើញមកក្នុងសាសនានេះបានសិក្សារៀនសូត្រនៅធម៌របស់ព្រះសម្មាសម្ពុទ្ធគឺយើងមានធម៌នឹងឯងជាទីរលឹកដល់គ្នានឹងគ្នាដោយកាយក្តីដោយចាក្តីដោយចិត្តក្តីគឺយើងធម៌ហ្នឹងគឺជាទីរលឹកដល់គ្នាសូម្បីមានជីវិតយើងនៅតែរលឹកដល់គ្នាបានចំពោះសេចក្តីល្អដែលយើងបានធ្វើបានសន្សំមែនទេញោមហើយតែមានសេចក្តីល្អនឹងបានដុះនៅក្នុងចិត្តយើងហើយដល់ទីណាក៏ចម្រើនដែរដូច្នេះធម៌ដែល
ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដាស់តឿនដល់ពុទ្ធបរិស័ទគ្រប់គ្នានឹងឲ្យប្រុងប្រយ័ត្នចំពោះធម៌ដែលជាអកុសលហ្នឹងដែលត្រូវកើតចំពោះផ្លូវចិត្តយើងពីព្រោះពេលណាដែលយើងមិនបានទូមានមិនបានអប់រំចិត្តឬក៏មិនមានសតិរលឹកទាន់ទេអកុសលហ្នឹងវាមានឱកាសនៅក្នុងការកើតឡើងជាប្រកដីរាល់ថ្ងៃចឹងបានបើឲ្យយើងមានសេចក្តីព្យាយាមចំពោះអកុសលទាំងឡាយណាដែលកើតហើយព្យាយាមលះចេញឲ្យកើតហើយអកុសលណាដែលមិនទាន់កើតឲ្យកើតមែនទេញោមកុសលណាកើតឲ្យរក្សាទុកហើយកុសលណាមិនទាន់កើតឲ្យព្យាយាមបង្កើតកុសលនឹងឲ្យចម្រើនក្នុងសន្តានចិត្តយើងដូច្នេះនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធល្អណាស់សម្រាប់សត្វលោកមានតីអង្គគ្រោះឲ្យសត្វលោកនឹងចេះរស់នៅជាមួយជីវិតតែត្រូវចម្រើនប៉ុន្តែពេលណាដែលសត្វលោកនឹងចម្រើនកុសលរឿយប្រកដីរាល់ថ្ងៃកុសលនឹងនាំមកជាសុខនាំផលមកជាសុខដោយប្រកាសថាដែលព្រះអង្គសម្ដែងថាបញ្ញញ្ចេពុរិសោកយិរាកយិរាថេណੰពុណពុណੰកយិរាថៈសុខោបញ្ញសៈឧច្ចយោចឹងញោមហ៎ចង់សំដែងការធ្វើបុណ្យហ្នឹងគឺគេធ្វើឲ្យរឿយមែនទេញោមរឿយចឹងរឿយគឺប្រកដីរាល់ថ្ងៃដែលពុទ្ធបរិស័ទហ្នឹងទៅសន្សំពីព្រោះថាបុណ្យនេះឯងគឺរមែងនាំមកនូវសេចក្តីសុខពាក្យថាសុខនៅក្នុងទីនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយត្រូវជ្រាបថាយ៉ាងសុខនៅក្នុងលោកទាំងពីរពាក្យថាបុណ្យណាញោមនៅក្នុងគម្ពីរបត្រៃបិដកខ្ញុំគណៈអាត្មាភាពធ្លាប់សម្ដែងច្រើនហើយជាមួយលោកគ្រូព្រះអង្គសម្ដែងអំពីបុគ្គលដែលប្រាថ្នានៅបុណ្យណាប្រាថ្នានៅបុណ្យដែលពេញចិត្តនៅក្នុងបុណ្យគឺរមែងជ្រះថ្លានៅក្នុងការធ្វើបុណ្យពីព្រោះបុណ្យទាំងឯងគឺរមែងនាំឲ្យសត្វនឹងបានសុខក្នុងលោកទាំងពីរគឺទាំងសុខក្នុងលោកបច្ចុប្បន្ននឹងផងនិងសុខក្នុងលោកបរលោកមួយអញ្ចឹងគឺលោកទាំងពីរដូច្នេះអំណាចបុណ្យដែលញាតិញោមពុទ្ធបរិស័ទធ្វើហ្នឹងមិនឥតផលទេនៅក្នុងមេរៀនបរមត្តធម៌ពាក្យថាបុណ្យដែលយើងចាត់ចូលនៅក្នុងកុសលកុសលហ្នឹងឲ្យផលមកជាសុខហើយមិនមានទោសមែនទេញោមអ្នករៀនអភិធម្មបើឲ្យផលមកជាសុខហើយមិនមានទោសចំណែកអកុសលវិញគឺឲ្យផលមកជាទុក្ខហើយមានទោសទៅទៀតទោសនៅក្នុងកំណើតសត្វដែលជាកំណើតអបាយភូមិអីចឹងទៅមាននរកមានប្រែតមានអីជាដើមចឹងទៅដោយអំណាចនៃអកុសលកម្មដែលយើងបានសាងនៅក្នុងជាតិជាមនុស្សនឹងចំណែកកុសលវិញក៏អាចញ៉ាំផលបដិសន្ធិកំណើតនៅក្នុងកំណើតសំពួរមានសុគតិសុគតិមានប៉ុន្មានញោមសុគតិមានប៉ុន្មានមើលអ្នកអភិធម្មមាន7ហើយញោមមានអបាយមានមនុស្សទេវតាបាទត្រូវទេបាទដូច្នេះអំណាចនៃកុសលកម្មដែលពុទ្ធបរិស័ទធ្វើគឺមានផលបែបហ្នឹងដូច្នេះបានពុទ្ធបរិស័ទទាំងឡាយសិក្សាអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធទៅយើងឃើញកាន់តែច្បាស់ថាអំណាចនៃធម៌ទាំងពីរទាំងកុសលក្តីទាំងអកុសលក្តីសុទ្ធតែមានផលរៀងខ្លួនមែនទេញោមតាមសភាវៈធម៌នីមួយមានការឲ្យផលរៀងខ្លួនចឹងទៅដូច្នេះការដែលពុទ្ធបរិស័ទទាំងឡាយបានចូលមកក្នុង
មណ្ឌលនៃព្រះពុទ្ធសាសនានេះបានសិក្សាពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធបានថ្វាយខ្លួនវិជាឧបាសកឧបាសិកាមានព្រះរតនត្រ័យជាទីពឹងទីរលឹកនេះក៏ជាជីវិតដែលល្អប្រពៃណាដោយលោកសូត្រមិញដែលយើងកំពុងរស់នៅក្នុងប្រទេសដ៏សមគួរប្រទេសដែលមានសប្បុរសមានពុទ្ធសាសនានឹងឯងដែលយើងបានស្ដាប់បានសិក្សាបានរៀនសូត្របានប្រតិបត្តិល្អបានចម្រើនកុសលនឹងឲ្យរឿយក្នុងដំណើរជីវិតហ្នឹងញាតិញោមហើយมันមានឱកាសហ្នឹងណាសត្វលោកដែលរស់នៅក្នុងអត្តភាពជាមនុស្សនេះជាអត្តភាពមួយកម្រជាអត្តភាពមួយដែលបានមកដោយលំបាកប៉ុន្តែពេលដែលអត្តភាពនឹងបានមកដោយល្អហើយបានឱកាសនៅក្នុងការសិក្សាបានឱកាសនៅក្នុងការរៀនសូត្របានឱកាសនៅក្នុងការប្រតិបត្តិជាដំណើរជីវិតល្អទេញាតិញោមល្អពីព្រោះពេលវេលានៃជីវិតយើងប្រែប្រួលទៅហើយណាដូច្នេះតន់មានឱកាសដូចញាតិញោមអ្នកសិក្សាដូចឧបាសកអង្គីនមែនទេញោមញាតិញោមគ្រប់គ្នាយំលឺអីចឹងទៅបានសិក្សារៀនសូត្រនៅមេរៀនពធផ្សេងបានចម្រើនការយល់ដឹងមានផុតបានមកភាពចង់លើក្នុងគម្ពីរបត្រៃបិដកលេខ26ទំព័រ200ជាងដែលព្រះអង្គសម្ដែងពរោះក៏ពាក់ព័ន្ធនឹងដំណើរជីវិតដែលយើងកំពុងរស់នៅសប្តាហ៍ថ្ងៃនេះព្រះអង្គសម្ដែងអំពីអត្តភាពពីរយ៉ាងគឺទីមួយអត្តភាពដែលបានមកដោយទុក្ខមួយទៀតអត្តភាពដែលបានមកដោយសុខហើយពីរហ្នឹងសិក្សានៅក្នុងធម៌ដែលព្រះអង្គសម្ដែងមកត្រូវចំពោះសត្វលោកហ្នឹងដែលកំពុងរស់រាល់ថ្ងៃហ្នឹងគឺត្រូវញាតិញោមបានអត្តភាពទេរាល់ថ្ងៃបានទេបានមកទេមនុស្សហ្នឹងអត្តភាពទេអត្តភាពជាមនុស្សហើយអត្តភាពហ្នឹងនាំសុខច្រើនឬក៏ទុក្ខច្រើនញាតិញោមទុក្ខដូចច្រើនមែនទេសុខដូចតិចហើយបើទុក្ខដូចច្រើនអាត្មាមិនដែលឃើញញាតិញោមមកជួបអីពោលតែខ្ញុំកណាសុខដល់ហើយខ្ញុំមិនដែលលឺទេមែនទេញោមកោចេះចុះអូអត់ចេះចប់ទេណាពិសេសញាតិញោមស្រីបកែបាទណាបងមែនទេញោមបាទអញ្ចឹងបានអត្តភាពនឹងមកចូលអត្តភាពជាទុក្ខទេញោមជាទុក្ខមិនមែនសុខទេអញ្ចឹងអាត្មាចង់ឲ្យញាតិញោមជ្រះថ្លាក្នុងធម៌ព្រះអង្គសម្ដែងហ្នឹងមិនមែនធម៌អាត្មាទេណាបាទអញ្ចឹងអត្តភាពដែលបានមកជាទុក្ខហ្នឹងព្រះអង្គសម្ដែងមាន4ទី1ពុទ្ធញុចទៅជុំចឹងញាតិញោមបានអត្តភាពមកជាពុទ្ធជនហ្នឹងគឺជាអត្តភាពបានមកនៅទុក្ខអនុមោទនីឲ្យទុកចឹងចោះណាឲ្យរៀនធម៌រៀននឹងឲ្យអប់រំចិត្តមិនអប់រំទេណាមែនទេញោមឲ្យស្ដាប់ធម៌ចម្រើនបញ្ញាដើម្បីមានដំណើរផ្លូវត្រូវសំដែងឲ្យអត់ស្ដាប់អត់ប្រតិបត្តិទុកដូចគ្នាហើយទុកនេះមិនមែនប្រកាន់ណាសម្រាប់ញាតិញោមឬប្រសង់ទេទុកដូចគ្នាអាត្មាដូចគ្នាដែរញាតិញោមណាពេលអកុសលកើតទុកមែនទេញោមពេលណាទោសៈកើតក្តៅពេលណាអលោភៈកើតជាញោមពេលណាលោភៈកើតស្រឡាញ់ពុងហែងពេលណាអលោភៈកើតអត់ស្រឡាញ់ទឹកពុងហែងឃើញញោមពេលណាមោហៈកើតវេឈួតឈួត
ស្ដាប់ពេកវិញមិនដឹងការពិតទេខ្ញុំណាពេលដែលអមោហៈតួបញ្ញាកើតដឹងការពិតឃើញការពិតនៃធម៌ដែលពុទ្ធព្រះអង្គសម្ដែងអាចឃើញច្បាស់ទៅក្នុងអត្តភាពហ្នឹងគឺជាអត្តភាពនាំមកនៅទុក្ខក៏ពិតដែរអត្តភាពជាបុថុជនហ្នឹងនាំមកនៅទុក្ខក៏ពិតមែនតែអត្តភាពដែលពុទ្ធបរិស័ទយើងមានឱកាសនៅក្នុងការសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធដោយល្អមែនទេញោមតែបើអត់មានឧបនិស្ស័យល្អទេអរេញាតិញោមចាំចាស់ចាំសឹកសាមើលញាតិញោមណាចាំចាស់ខ្លះមែនទេអត់ទេអញ្ចឹងទី1ព្រះអង្គសម្ដែងអំពីបុថុជនទី2សោតាបណ្ឌបុគ្គលទី3សកតាទី4អនាគាញាតិញោមប៉ុន្តែក្នុងសេចក្តីនៃធម៌ហ្នឹងលោកសម្ដែងបុគ្គលដែល4ពួកហ្នឹងគឺបុគ្គលដែលជាប់នៅក្នុងភពដោយអនាគាលោកជាប់នៅក្នុងភពណាយល់ទេសម្រាប់អនាគាដែលលោកជាប់ក្នុងភពជាកំណត់អត់ទាន់អស់អញ្ចឹងមានន័យថាការបានអត្តភាពនឹងមកគឺអត្តភាពដែលនាំមកនៅទុក្ខដល់ណាដរាបណាភពនៅមានទុក្ខនៅមានទេញោមទុក្ខនៅមានជាតិកើតឡើងព្រោះអីញោមជាតិកើតឡើងព្រោះអីព្រោះមានភពហ៎មិនអញ្ចឹងអញ្ចឹងព្រះអង្គសម្ដែងក្នុងបដិច្ចសមុប្បាទក្តីគេថាជាតិជារាព្យាធិកើតឡើងនឹងឯងតែគាត់ថាមានអវិជ្ជាប៉ុន្តែធម៌ហ្នឹងវាមានជាបច្ច័យដែលមានភពនឹងដែរលោកបញ្ជាក់នៅក្នុងតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងក្នុងគម្ពីរហ្នឹងគឺបញ្ជាក់ថាសម្រាប់ព្រះអនាគាហ្នឹងគឺអនាគាដែលលោកជាប់ក្នុងភពជាកំណើតនឹងអត់ទាន់អស់អញ្ចឹងណាញោមណាហ្នឹងមាន4ដែរប៉ុន្តែអត្តភាពដែលនាំមកនៅសុខព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមាន4ដែរគឺថាទី1គឺពុទ្ធជននឹងដែរយល់ទេទី2គឺអនាគាសោតាបណ្ឌបុគ្គលសកតាអនាគានឹងដែរប៉ុន្តែក្នុងភពចុងក្រោយយល់ទេដល់បន្ទាន់ក្នុងភពចុងគឺមានន័យថាញាតិញោមតែសិក្សានៅក្នុងពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធតែបានលើកជាអំណះអំណាងខ្លះដើម្បីញាតិញោមកាន់តែយល់ថាតែព្រះអង្គប្រសូតមកព្រះអង្គប្រកាសថាហ្នឹងជាតិចុងក្រោយរបស់ព្រះអង្គញាតិញោមមែនទេជាតិទី2អត់មានណាអញ្ចឹងសំដៅដល់បុគ្គលដែលរស់នៅក្នុងជាតិចុងក្រោយនឹងឯងដែលអាចមានឱកាសសម្រេចគុណធម៌ហើយបានបរិនិព្វានទៅតែម្ដងញាតិញោមចុះញាតិញោមជាតិចុងក្រោយជាតិចុងក្រោយអត់ទៅច្រឡំជាតិចុងក្រោយអត់មានណាហើយមានប្រកាសខ្លួនថាអូខ្ញុំកណ្ដាលជាតិចុងក្រោយហើយជាតិទី2មិនមានទៀតទេ no ទៅច្រឡំហើយញាតិញោមណាច្រឡំមានទេទៅច្រឡំថាជាតិនេះបានទៅនិព្វានអត់ទេណានៅបថុញញុចឡើយទេញាតិញោមថុញញុចអត់ញុចចឹងតែលោកសំដែងហ្នឹងហើយលោកឧបមាដូចជាក្នុងសេចក្តីនៃធម៌ហ្នឹងលោកលើកពីព្រះមហាមុគលានដែលជាតិចុងក្រោយរបស់លោកហ្នឹងដែលលោកសម្លាប់មនុស្សកាត់ម្រាមដៃប្រមាណយោទាំងអស់990ណាព្រះមហាមុគលានអង្គុលីមាច្រឡំបើអធិស្ឋាននៅអង្គុលីមាអង្គុលីមានឹងឯងដែលក្នុងជាតិចុងក្រោយរបស់លោកណាដែលលោកកាត់ម្រាមដៃប៉ុន្តែក្នុងជាតិហ្នឹងដែលលោកមានឧបនិស្ស័យបានឃើញធម៌បញ្ជាក់ច្បាស់ឃើញទេចឹងជាតិចុងជាតិហ្នឹងឯងដែលលោកបានសម្រេចគុណធម៌ហ្នឹងឯងគឺសំដៅដល់បុគ្គលដែលរស់នៅក្នុងជាតិចុងក្រោយហ្នឹងគឺកន្លែងហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការដែលបានអត្តភាពហ្នឹងគឺបានមកជាសុខឃើញទេតែអាចសម្រេចធម៌ឆ្លងពោះបានប៉ុន្តែសម្រាប់ពុទ្ធបរិស័ទយើងទាំងអស់គ្នានេះការដែលបានអត្តភាពមកនេះគឺអត្តភាពមកជាទុក្ខឬសុខញោមជាទុក្ខទៅច្រឡំដល់សុខណាច្រឡំទៅច្រឡំខ្លួនឯងបានសោតាទេទៅច្រឡំចោលហើយដូច្នេះញាតិញោមពុទ្ធបរិស័ទសិក្សាញាតិញោមពិចារណាដោយល្អ
ដោយយោមនិសោមនសិការៈរបស់ខ្លួនឯងនឹងដល់ទៅហើយយើងឃើញដំណើរជីវិតដែលយើងរស់រាល់ថ្ងៃហ្នឹងតែព្រះពុទ្ធព្រះអង្គសម្ដែងថាជាទុក្ខពិតមែនទេញោមណាសាប់ពេសង្ខារាអនិច្ចាសង្ខារទាំងឡាយទាំងពួងនេះមិនទៀងណាសាប់ពេសង្ខារាទុក្ខាណាសង្ខារទាំងឡាយទាំងពួងនេះជាទុក្ខសាប់ពេធម្មាអនត្តាណាផលទាំងឡាយគឺមិនមែនជារបស់ខ្លួនមិនអាចស្ដាប់បង្គាប់បញ្ជាញាតិញោមបានទេដូច្នេះសរុបមកទុក្ខឯងខ្ញុំទុក្ខឯងសង្ខារទៀងប្រែប្រួលសង្ខារទុក្ខសង្ខារទាំងឡាយទាំងពួងធម៌ទាំងឡាយនោះគឺមិនមែនជាខ្លួនយើងនឹងអាចអំណាចចិត្តចំរបស់យើងបានទេឆ្នេះញាតិញោមពុទ្ធបរិស័ទសិក្សាស្ដាប់ទៅយើងឃើញទាំងតួយ៉ាងញាតិញោមមើលថ្ងៃនេះក៏ដោយឧបាសិកាឧបាសកឆនកំហួនដែលជាស្វាមីរបស់ញោមឧបាសិកាខីកំលៀងគឺបានចាក់ពីពុទ្ធបរិស័ទយើងបានចាក់ចេញអំពីក្រុមទួសាទៅបាត់រូបកាយទៅហើយមែនទេញោមប៉ុន្តែគេឈ្មោះសេចក្តីល្អផ្សេងហ្នឹងជាអារម្មណ៍ឲ្យយើងចងចាំបានយ៉ាងណាមិញពុទ្ធបរិស័ទទាំងអស់គ្នាដែលជីវិតដែលយើងរស់នៅក្នុងអត្តភាពនេះចុងក្រោយយើងលះបង់នៅអត្តភាពហ្នឹងទៅដូចគ្នាលះហើយញោមលះម្លះញោមលះញោមតាមលះក៏ហើយទៅស្មានមិនដឹងទេប៉ុណ្ណឹងណានៅក៏នៅទៅណាខ្ញុំណាញោមប៊ុនលីអីនៅចង់នៅ100ឆ្នាំទេក៏នៅចាស់ជួយការងារវត្តបានច្រើនតាមពិតរឿងធម៌ដែលព្រះពុទ្ធព្រះអង្គសម្ដែងដែលមានលក្ខណៈសច្ចៈពិតហ្នឹងគឺដែលយើងអាចឃើញបានដោយបញ្ញាញាតិញោមតែព្រះពុទ្ធព្រះអង្គសម្ដែងថាជាសច្ចៈធម៌ដែលជាការពិតហ្នឹងនៅពេលណាដែលសត្វលោកហ្នឹងមានការពិចារណាដោយល្អមានបញ្ញាយកត្រូវឃើញសេចក្តីពិតហ្នឹងតែថាជាការពិតហ្នឹងគឺឃើញកលក្ខណៈបញ្ញាហ្នឹងឃើញស្គាល់ការពិតហ្នឹងឯងតោះណាញោមបើមិនមែនតួបញ្ញាទេឃើញការពិតទេឃើញចេះតែផ្លាត់ចេះតែឃើញទៅឃើញខុសពីការពិតញោមកន្លែងមួយព្រះអង្គសម្ដែងក្នុងបេតកដែរលក្ខណៈព្រះអង្គសម្ដែងពីបដិបទាតែឃើញដោយសច្ចៈនិងឃើញដោយមិនសច្ចៈឃើញដោយសច្ចៈហ្នឹងគឺថាតែលោកសម្ដែងអំពីការឃើញដោយបញ្ញានឹងមួយនិយាយរួមគឺក្នុងអរិយមគ្គទាំង8ហ្នឹងឯងចឹងញោមណាគឺទាំងការយកត្រូវនឹងមួយទាំងការត្រេះរិះត្រូវនឹងមួយសម្ដីត្រូវនឹងមួយឃើញដំណើរពិតទាំងឯងដល់ឃើញមិនខុសពីសច្ចៈគឺថាឃើញផ្ទុយពីនឹងមកវិញឃើញផ្ទុយពីនឹងមកវិញអញ្ចឹងបានពុទ្ធបរិស័ទនឹងទាំងស្ដាប់ធម៌ក្តីទាំងសិក្សាធម៌ក្តីសួរថាយើងសិក្សាដើម្បីអីសិក្សាដើម្បីចង់បានសេចក្តីសុខឬក៏សិក្សាដើម្បីឲ្យយើងឃើញការពិតហើយប្រតិបត្តិជាមួយនឹងការពិតហ្នឹងឃើញទេមើលញាតិញោមមកសិក្សារងថ្ងៃហ្នឹងសិក្សាដើម្បីចង់បានសុខឬក៏សិក្សាដើម្បីចង់ស្គាល់ការពិតហ្នឹងឃើញទេបើយើងចង់សិក្សាចង់បានសុខមានទេមកនោះមកវត្តជីបអូចគេថាស្មានមិនជឿមែនទេខ្ញុំលើបានលោកគេល្បីនោះបន្តិចនោះប្រុចព្រូមែនញោមណានោះគេល្បីនៅណានោះណាដឹងនៅណាមិនដឹងទេប៉ុណ្្នឹងនៅនោះអញ្ចឹងការដែលយើងសិក្សាមកនេះមកចង់បញ្ជាក់សេចក្តីឲ្យញាតិញោមកាន់តែយល់ថាជារឿងមួយល្អដែលពុទ្ធបរិស័ទយើងបានដាក់ខ្លួនមកសិក្សារៀនសូត្រដើម្បីចម្រើនការយល់ដឹងឃើញដូចតួយ៉ាងញាតិញោមពីមុនទាំងអស់គ្នានឹងដែលញាតិញោមសិក្សាមេរៀនបរិបទធម៌ក្តីដែលញាតិញោមមិនទាន់បានស្ដាប់ធម៌មិនបានស្គាល់ប្រសងមិនបានស្គាល់ព្រះរតនត្រ័យហ្នឹងទេស្គាល់ស្អីជាកុសលស្អីជាអកុសលទេអត់ទេមែនទេ
ពេលដែលបានមកថ្វាយទានចំពោះព្រះសង្ឃទៅបានមកស្ដាប់ធម៌ទៅបានមករៀនសូត្រចឹងមកចេះស្គាល់អីអកុសលសមនោសសហកតាំងហ្នឹងហើយចឹងដែរចក្ខុវិញ្ញាណังអកុសលវិបាកចិត្តតាំងអីចឹងទៅសមនោសសហកតាំងទិដ្ឋិកតៈសម្បយុត្តតាំងអសង្ខារិកៈចឹងទៅចេះសូត្រស្គាល់អត់យល់ទេក៏ចេះសូត្រសិនពេលដែលរៀនហើយពិចារណារឿយទៅទាំងការស្ដាប់បញ្យលពីគ្រូពីអីចឹងមកស្រាប់តែយល់ថាអានេះកុសលតើអូអានេះមិច្ឆាទិដ្ឋិតើមែនទេញោមហើយដឹងថាធម៌ណាគួរចម្រើនធម៌ណាគួរលះបង់នេះដែលយើងចូលមកក្នុងសាសនាហ្នឹងឲ្យយើងបានស្គាល់កន្លែងហ្នឹងហើយយើងប្រតិបត្តិកន្លែងហ្នឹងឃើញទេអូមិនមែនមកសិក្សាធម៌ចេះហើយជេរលោកពេញវត្តអត់ទេណាឃើញទេអូអត់ទេណាអូខ្ញុំកណារៀនធម៌មកចេះជាងលោកអត់ចេះមិនមែនជាការលោកអត់រៀនអត់ចេះមែនតើលោករៀនដែរបើអញ្ចឹងញាតិញោមស្ដាប់បានណាញោមប៉ុណ្ណេះអញ្ចឹងសរុបសេចក្តីពធថ្ងៃនេះអាត្មាមិនមានអីច្រើនទេដោយសារពេលវេលាហើយមានវត្តមានលោកគ្រូចូលរួមក្នុងកម្មវិធីថ្ងៃនេះដែរហើយដើម្បីចូលរួមត្រេកអរអនុមោទនាបុណ្យតេខណានុបទានរបស់ញោមបាសិកាគំលេថ្ងៃនេះហើយសរុបសេចក្តីនៃពធដើម្បីបានញាតិញោមស្ដាប់បានជាកតិពិចារណាអញ្ចឹងអាត្មាសម្ដែងថ្ងៃនេះគ្រាន់ដាស់តឿនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានឹងបានពិចារណាក៏ដូចជាការប្រតិបត្តិនៅក្នុងជីវិតនឹងចម្រើនធម៌ដែលជាប្រយោជន៍សម្រាប់ជីវិតគឺផ្នែកកុសលធម៌ហ្នឹងគឺធ្វើម៉េចញាតិញោមចម្រើនរឿយប្រកដីទៅគឺរមែងជាសុខព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងក្នុងមកចេះតែលើក3 10មកកន្លែងហ្នឹងក៏ឃើញព្រះអង្គសម្ដែងអំពីសត្វលោកព្រះអង្គសម្ដែងថាសត្វទាំងឡាយណាដែលជាអ្នកប្រព្រឹត្តនៅកាយសុចរិតវិច័យសុចរិតមโนសុចរិតក្នុងសម័យណាសម័យនោះឈ្មោះថាជាមង្គលល្អញាតិញោមសម័យណាអញ្ចឹងសម័យណាសម័យកាលឥឡូវនេះញាតិញោមកំពុងស្ដាប់ធម៌នេះនៅពេលញាតិញោមឲ្យចម្រើនដល់កាយសុចរិតវិច័យសុចរិតមโนសុចរិតនេះសម័យកាលក្នុងឥឡូវនេះបុណ្យដែលញាតិញោមបានធ្វើឥឡូវនេះមិននាំមកសេចក្តីសុខចឹងណាញោមណាហើយប្រពសេចក្តីនៅក្នុងការពិចារណាអំពីសង្ខារធម៌យ៉ាងណាញាតិញោមអាចយល់បានក្នុងសេចក្តីនឹងអាចប្រតិបត្តិបានក្នុងជីវិតគេឃើញសម្បីថាញាតិញោមសិក្សាធម៌បានតិចក្តីច្រើនក្តីក៏យើងអាចពិចារណាថាជីវិតរបស់យើងកើតមកនេះគឺមានសភាពមិនទៀងជាទុកមានសភាពប្រែប្រួលមិនមែនជាការស្ដាប់បង្គាប់យើងបានទេញាតិញោមអាចយកក្នុងសេចក្តីនឹងបានដែលពីការពិចារណាឲ្យសូមឲ្យពុទ្ធបរិស័ទយើងបានតម្រង់ទិដ្ឋិខ្លួនឯងនឹងឲ្យត្រូវត្រង់បានសិក្សានៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធដោយល្អហើយប្រតិបត្តិខ្លួនឯងដោយល្អតែមានឧបនិស្ស័យរៀងខ្លួនដើម្បីចេញចាក់ពីទុក្ខនេះសម្បីតែអត្តភាពដែលយើងបានមកនឹងក្នុងឥឡូវនេះជាអត្តភាពជាទុក្ខក៏ពិតមែនប៉ុន្តែដំណើរនៃជីវិតរបស់យើងដែលមានព្រះរតនត្រ័យជាទីពឹងនេះយើងបានប្រើប្រាស់ជីវិតយើងដើម្បីសិក្សាធម៌ដើម្បីមានដំណើរមានបញ្ញាយកត្រូវដើម្បីបានជាឧបនិស្ស័យចេញចាក់ទុក្ខហ្នឹងចេញពីអត្តភាពដែលជាទុក្ខហ្នឹងដោយពិតប្រាកដមែនប៉ុណ្ណាសូមអនុមោទនាដូច្នេះញាតិញោមចង់ចេញពីអត្តភាពទេយោចង់ចង់នៅទៅណាតាមចិត្តតែស្មានមានប្រមាណប៉ុន្តែតែបើជាចង់ក្រោយសូមជ័យលោកគ្រូតែម្ដងក៏ដើម្បីលោកគ្រូមានធម្មកថាប្រពសេចក្តីនៃពធនៅក្នុងកម្មវិធីថ្ងៃនេះដូចតទៅបងសូមអនុមោទនា